ชีวิตរបស់យើងម្នាក់ដែលកើតឡើងក្នុងលោកនេះតែជាពាក់ជាពិនទៅដោយកម្មចាស់អំពីអតីតជាតិមកហើយកម្មចាស់ទាំងឡាយនោះតែងតែផ្ដល់នៅសេចក្តីសុខខ្លះនិងសេចក្តីទុក្ខខ្លះសេចក្តីសុខសប្បាយមានបានតិចតិចជុំរកកាលវាគុំតិចតិចជុំឡើងទៅរហូតដល់ទៅជាមហាសទ្ធិកហបដីទៅនឹងដោយសារកុសលកម្មតែដល់បងខាតខ្លះដោយចេតនាបងខាតខ្លះអត់មានចេតនាទេតែមានការបងខាតនៅទ្រព្យសម្បត្តិឬក៏សុខភាពឬក៏នៅអ្វីមួយនឹងដោយសារអំណាចនៃអកុសលកម្មគឺអកុសលកម្មដែលយើងបានសំមកអំពីអតីតជាតិមកអញ្ចឹងជីវិតរបស់សត្វទាំងឡាយតែមានសេចក្តីល្អខ្លះសេចក្តីមិនល្អខ្លះចម្រើនខ្លះវិនាសខ្លះដល់ពេលដែលយើងបានធ្វើបុណ្យជីវតមហាកម្មនេះគឺយើងច្រានចោលនៅអកុសលនេះច្រានចោលនៅបាបកម្មទាំងអស់ឲ្យចេញអំពីខាងសម្ដានទៅមានតែកុសលហើយនៅសល់តែកុសលសុទ្ធដោយប្រេងយ៉ាងហើយនឹងទឹកគឺថាច្រានទឹកចោលទៅឲ្យនៅសុទ្ធតែប្រេងហ្មងហើយដល់នៅសុទ្ធតែប្រេងឆេះការនៅទឹកខ្លះប្រេងខ្លះឆេះអត់ល្អទេឆេះយូរទៅមានកំយូរទៅឲ្យលុតទៅវិញទៅទៀតនោះយ៉ាងណាដូចគ្នាដែរជីវិតយើងដែលជាប់ចំពាក់ទៅដោយកម្មល្អខ្លះកម្មអាក្រក់ខ្លះអំពើល្អខ្លះអំពើអាក្រក់ខ្លះគឺតែងលីលុកមកមានសុខមានទុក្ខអញ្ចឹងដល់ពេលយើងបានធ្វើបុណ្យក្នុងថ្ងៃនេះឈ្មោះតែច្រានចោលទៅនៃអកុសលចិត្តច្រានចោលទៅនៅកម្មជាអកុសលនៅសល់តែកុសលតែម្យ៉ាងហើយកុសលនេះហើយដែលផ្ដល់នៅសេរី3យ៉ាងសេរីទី1គឺភោគសម្បត្តិអ្នកដែលបានសាងបុណ្យច្រើនទៅក្នុងជាតិនេះឬក៏អតីតជាតិមកគឺថាឲ្យទានគឺថាតែរំលែងបានផលមកនៅភោគសម្បត្តិនិងបរិវារសម្បត្តិភោគសម្បត្តិនោះស្អីគេភោគសម្បត្តិបានដល់សម្លៀកបំពាក់ឬក៏អាហារភោជនផ្ទះនៅថ្នាំផឹកគ្រឿងអលង្ការមាសប្រាក់លុយកាក់ទាំងអស់ដែលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននឹងឯងឈ្មោះហៅថាភោគសម្បត្តិពាក្យថាបរិវារសម្បត្តិនឹងបានដល់សត្វពីអណៈឬក៏អ្នកបម្រើឆ្វេងស្ដាំយិត្តមិត្តបរិវារគាត់ជំវិញដែលការពារខ្លួនដែលរាប់អានខ្លួននឹងហៅបរិវារសម្បត្តិអញ្ចឹងកុសលធម៌នឹងតែនាំមកនៅសេរីគឺបានដល់ភោគសម្បត្តិនិងបរិវារសម្បត្តិនេះមួយហើយមួយទៀតគឺសិលសេចក្តីសង្រួមកាយវាចាដោយប្រពៃសាំងតែសេចក្តីល្អនឹងចរិយាសម្បត្តិល្អនឹងលោកហៅថាសិលនឹងតែផ្ដល់នៅសេរីគឺធ្វើឲ្យរាងកាយយើងល្អហើយអាយុនឹងវែងมันមានការឈឺចាប់ច្រើនមានកម្លាំងមានប្រាជ្ញាគិតការងារអ្វីចេះតែបានសម្រេចអត់ទេមានបញ្ហាទាំងអស់ព្រោះសិលនឹងតែបិទនៅពាក្យ5យ៉ាងពាក្យទី1គឺថាអាយុខ្លីដែលធ្វើឲ្យអាយុខ្លីនេះនឹងសិលនឹងបិទពាក្យហ្នឹងមិនឲ្យកើតឡើងបាបហើយពាក្យទី2គឺមិនឲ្យមានចោលនឹងមកប្លន់ចោលនឹងមកឆក់មកលួចមករឹបអូសឬក៏មិនឲ្យមានជនណាម្នាក់ដែលចូលមកធ្វើឲ្យបៀតបៀនដល់រូបរាងកាយក្នុងក្រុមគ្រួសារឬភោគសម្បត្តិសិលនឹងបិទពាក្យហ្នឹងផ្ដល់សេរីសួស្តីរហូតហើយសិលនឹងបិទនៅគេហៅថាសត្រូវដែលបៀតបៀនយាយីដោយចង់បំផ្លាញនៅអ្វីមួយគឺថាសិលនឹងតែងច្រានចោលនៅរបស់ទាំងអស់នេះហើយសិលនឹងតែងបិទនៅមនុស្សណាដែលនិយាយបង្កាច់បង្ខូចបំផ្លាស់យើងធ្វើការងារអីចេះតែមកឆាឆៅធ្វើឲ្យខូចប្រយោជន៍នឹងសិលនឹងតែងបិទអញ្ចឹងហើយនឹងការព្រៀបផ្ទាំងស្មារតីអញ្ចឹងសិលមានសេរី3ទី1ឲ្យអ្នកដែលកាន់សិលហ្នឹងបានកើតជាមនុស្សទេវតាហើយទី2អ្នកឲ្យកាន់សិលហ្នឹងមានភោគសម្បត្តិច្រើនហើយទី3បានសុខស្ងប់រហូតដល់បានសម្រេចព្រះនិព្វាននឹងសូមដំណើរនិទានរឿងមួយបន្តិចដើម្បីបញ្ជាក់លោកកហបតីនិងកហបតានីទាំងពីររូបដែលមានសទ្ធិនៅក្នុងថ្ងៃនេះបានធ្វើបុណ្យតក្កណានុបទានកម្មកាលនោះមានគេហៅកដុំពីរម្នាក់កដុំពីរហ្នឹងគាត់អ្នកមានទ្រព្យសម្បត្តិច្រើនគាត់ធ្វើដំណើរចូលទៅកាន់ក្នុងព្រៃទៅជួបនឹងសមណៈមួយអង្គសមណៈហ្នឹងគឺជាអ្នកស្វែងរកធម៌លោកនៅនឹងញោមភ្នំមួយដល់លោកឃើញអញ្ចឹងគឺថាកដុំពីរហ្នឹងក៏កើតចិត្តជ្រះថ្លានឹកឃើញថាបើសិនជាអាត្មាបានធ្វើកុសលធម៌ជាមួយនឹងសមណៈអង្គនេះប្រហែលជាមានផលច្រើនណាស់ព្រោះលោកជាអ្នកប្រតិបត្តិធម៌ម្ល៉េះហើយក៏ប្រវត្តិណាលោកបានកសាងវត្តមួយគឺថាចំណាយដីរបស់ខ្លួនធ្វើជាវត្តមួយហើយធ្វើជាពហិធ្វើជាកត់ធ្វើជាស្រះទឹកហើយធ្វើលបងដាំដើមឈើក្រែសឹងតាំងអីនឹងគ្រឿងបរិខាផ្សេងហើយគាត់ក៏បានថ្វាយខ្លួនជាឧបាសកថ្វាយខ្លួនជាឧបាសកហើយភរិយាជាឧបាសិកាហើយក៏កាន់នៅសិល5ចាំសិល8ធ្វើទានអញ្ចឹងទៅរកស៊ីចិញ្ចឹមជីវិតអញ្ចឹងទៅដល់អស់អាយុសង្ខារអំពីហ្នឹងទៅគាត់នឹងបានទៅកើតនៅក្នុងឋានសួគ៌ដល់អស់បុណ្យអំពីឋានសួគ៌មកបានកើតនៅក្នុងត្រកូលគេហៅខត្តយៈវង្សកើតត្រកូលស្ដេចនៅក្នុងថ្ងៃមួយគាត់បាន
ឡើងទៅកាន់វិមានជាន់ទី7គឺថាព្រះជាងនោះលោកពិចារណាសិទ្ធិរបស់លោកពេលនោះសម្បត្តិគេហៅថាស្ដេចចក្រតាំងអំពីចក្ររដ្ឋរហូតដល់កែរដ្ឋមនីរដ្ឋតម្រៃរដ្ឋសេះរដ្ឋទេហោហែកាឡើងក៏ខ្លាយទៅជាស្ដេចចក្រពតត្រាធិរាជទាំងហើយស្ដេចចក្រនេះខ្លាំងណាស់មានបរិវារនគរដល់ទៅ 84,000 នគរហើយប្រាសាទនោះមានចំនួន 84,000 ប្រាសាទហើយស្រះស្រង់មានដល់ទៅ 84,000 ស្រះស្រង់អ្វីគឺសុទ្ធតែកើតឡើងមកជាបរិវារកើតមកជាភោគសម្បត្តិទាំងអស់ស្ដេចចក្រពតត្រាធិរាជហើយស្ដេចនឹងគេថាមានដំរីក៏កែវមានសេះក៏កែវលោកទេតសាតែកាន់ស្រុកណាប្រទេសណាកាន់លោកសម្ដែងទៅសិល5ឲ្យមហាជនមកហើយប្រទេសជាតិបានសុខសន្តិភាពឲ្យធ្វើទានមិនចេះអស់រហូតដល់ទីបំផុតទៅបានត្រាស់ជារហន្តសម្ពុទ្ធគឺព្រះសម្មាសម្ពុទ្ធអង្គយើងឯងអញ្ចឹងដូចជានៅក្នុងថ្ងៃនេះគឺថាលោកអញ្ញាព្រមទាំងលោកជំទាវបានធ្វើបុណ្យកុសលបានច្រានចោលទៅនៅអកុសលធម៌ដូចជាលោកអាចារ្យបាននាំធ្វើហៅកម្មាទោសនឹងច្រានចោលហើយកម្មពីវរិយទុក្ខរូបភ័យដែលនាំមកឲ្យសេចក្តីអន្តរាយដល់ឆាករបស់លោកប្រុសលោកស្រីគឺថាច្រានចោលអស់ដោយវិធីកម្មាទោសនេះហើយបានថ្វាយខ្លួនជាឧបាសកបាសិកាឧបាសកមានន័យថាម៉េចឧបាសកមានន័យថាបរិសុទ្ធជាអ្នកយកពុទ្ធជាទីពឹងបថយជាទីពឹងប្រសង្ឃជាទីពឹងជាកូនព្រះជាសាវករបស់ព្រះហើយបើស្ត្រីជាឧបាសិកាស្ត្រីនឹងយកពុទ្ធជាទីពឹងបថយជាទីពឹងប្រសង្ឃជាទីពឹងហើយដល់បានប៉ុណ្ណឹងហើយកាន់សិល5មកទៀតតាំងពីបាណាតិបារហូតដល់សរាមេរយៈទី1មិនសម្លាប់សត្វទី2មិនលួចទ្រព្យគេទី3មិនទៅស្រឡាញ់ប្រពន្ធគេស្រឡាញ់ទៅស្រឡាញ់ប្តីគេមិននិយាយកុហកមិនតបទឹកស្បឹកបានកាន់សិល5ហើយបាននិមន្តប្រសង្ឃចម្រើនព្រះបរិត្តសម្ដែងធម៌ធ្វើតក្កណាទានថ្ងៃនេះហើយថ្ងៃស្អែកដើម្បីជាកិច្ចមួយហៅថាជាជីវតមហាកម្មហើយនឹងអាយុវឌ្ឍនកម្មធ្វើជីវិតនឹងឲ្យស្អាតដើម្បីស្វែងរកនៅភោគសម្បត្តិក្នុងបច្ចុប្បន្ននេះឲ្យកាន់តែមានទៅប្រាថ្នាយ៉ាងណាចេះតែបានគិតយ៉ាងម៉េចត្រូវការងារណាដែលខ្លួនបំរុងនឹងរកស៊ីគិតទៅបុណ្យកុសលឲ្យជួយអបជួយស្ទប់មកដល់ហើយចេះតែមានទៅរហូតដល់មានកំពូលទាំងមិនដឹងខ្លួនតែសារអំណាចនៃកុសលធម៌ដែលខ្លួនបានធ្វើឯងហើយអាយុវែងអាយុក្នុងកម្មនេះគេអាចរស់បាន100ឆ្នាំឬក៏80ឆ្នាំនឹងអាយុវែងហើយមានពណ៌សម្បល់ល្អសេចក្តីសុខនិងបលាំងគ្រប់គ្រាន់ហើយបុណ្យកុសលដែលខ្លួនបានធ្វើក្នុងជាតិនេះគឺថាឲ្យភោគសម្បត្តិឲ្យសេចក្តីសុខក្នុងបច្ចុប្បន្ននេះហើយទៅប្រាក់លោកថែមទៀតសត្វស្លាប់ទៅកើតទៀតដោយសារអំណាចនៃកម្មបានប្រពុតលោកពោលថាសព្វេសត្តាមរិសន្តិមរណន្តੰជីវតੰយថាកម្មង្កមេបពលុបពានិរិយ៉ាងបាបកម្មន្តាបញ្ញកម្មចសុគតੰសត្វទាំងឡាយទៀងតែនឹងស្លាប់គ្រប់គ្នាអត់ជាផុតហើយសត្វទាំងអស់នោះតែងកាន់យកនៅផលបុណ្យផលបាបទៅតាមកថាកម្មអ្នកណាធ្វើបាបច្រើនស្លាប់ទៅកើតនរកអ្នកធ្វើបុណ្យច្រើនស្លាប់ទៅកើតអាសុតស្មាករិយកល្យាណੰដូចជាយ៉ាងសម្បរាជកម្មបញ្ញានិបរលោកតស្មងបតថាហនបានណੰហើយដូច្នោះសាធុជនជាសពរដ្ឋទាំងឡាយដែលចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យឲ្យបានច្រើនដើម្បីជាគុណប្រយោជន៍ព្រោះបុណ្យនឹងឯងជាទីពឹងពំនាក់របស់សត្វទាំងឡាយក្នុងប្រាក់លោកអញ្ចឹងក្នុងថ្ងៃនេះលោកអុកញ៉ាបានប្រកាសខ្លួនហើយឥឡូវថែមឈ្មោះមួយទៀតណាថែមឈ្មោះហើយពីដើមត្រឹមអុកញ៉ាកុកអានទេឥឡូវឡើងអុកញ៉ាអបាសកកុកអានមួយទៀតមានអបាសកមួយទៀតអបាសិកាសុកអ៊ីមនេះលោកជំទាវអបាសិកាសុកអ៊ីមអុកញ៉ាអបាសកកុកអានវាពីអបាសកម្នាក់មួយម៉ាត់ហ្នឹងណាអបាសិកាមួយម៉ាត់ហ្នឹងដែលដល់នៅត្រៃណាគុំហើយសិលពីផ្ដាទាំងអស់ក្នុង10000លោករាប់តាំងអំពីស្ដេចខតរដ្ឋបរលកៈបរុបខកវេរៈរហូតដល់សកតិវរិជាប្រទេសទីតាថែទាំនៅបរិជាណចកម្មវិចិត្រទាំងមូលដឹងឮចាំជាថាថ្ងៃនេះគឺឧបាសកឧបាសិកាទាំងពីររូបបានថ្វាយខ្លួនជាឧបាសកឧបាសិកាមួយរូបជាសាវកនៃព្រះសម្ពុទ្ធចាប់ពីថ្ងៃម្ល៉េះហើយទៅតាណាទេវតាជាមិត្តជាភក្តិអាត្មាសូមដំណើរនិទានបន្តិចទៀតដើម្បីបញ្ជាក់នៃលោកអុកញ៉ាបានជឿថានៅពីសម័យម្នាក់ឈ្មោះថានន្តឧបាសកគាត់ដឹងថាមានធំមានសម្បត្តិច្រើនណាស់ហើយគាត់ថ្វាយខ្លួនជាឧបាសកអញ្ចឹងដល់ពេលគាត់ប្រែការទៅជួយគាត់ទៅថ្វាយបង្គំព្រះដ៏មានលទ្ធិទៅថ្វាយបង្គំថាបបពុតព្រះអង្គខ្ញុំព្រះអង្គគិតទៅជួយដល់គិតទៅជួយអញ្ចឹងសូមព្រះទៅមួយខែប៉ុន្តែក្នុងសម័យនោះឧបាសកនោះគឺមានភរិយាជាមិច្ឆាទិដ្ឋិមិនមែនភរិយាជាសមាទិដ្ឋិដូចជាលោកអង្ញានេះទេគឺថាជាមិច្ឆាទិដ្ឋិហើយមុននឹងទៅជួយនឹងបាននិយាយប្រាប់ភរិយាតឯងដើម្បី
ព្រះសម្ពុទ្ធនឹងសារព្រះផងខ្ញុំទៅជួយហើយទៅធ្វើពាណិជ្ជកម្មដល់ទៅទេវតាតាមដង្ហែទេវតានៅក្នុងប្រទេសរបស់ខ្លួនធ្វើដំណើរដង្ហែដង្ហមទៅដល់គឺថាត្រូវធ្វើដំណើរទៅជួយមួយខែទេប៉ុន្តែដល់បានត្រឹម7ថ្ងៃទេវតាទាំងអស់ដើរទៅចូលចិត្តស្រុកទាំងអស់ឲ្យពួកឈ្មួញធំទាំងអស់នឹកឃើញគាត់មកទិញអីវ៉ាន់គាត់តទាំងអស់គាត់ទៅត្រូវលួចមួយខែលួចតែ7ថ្ងៃហើយចំណេញមួយឡើង100គុណចំណេញមួយឡើង100គាត់ថាទេវតាជួយបងជួយអបស្ទប់តាមកហបដីរហូតដល់ឡប់មកវិញហើយដល់ឡប់វិញત્યાંនេះស្ងាត់ចឹងនាងហ្នឹងគិតថាប្តីទៅអត់ជឿបុណ្យអត់ជឿបាបម្ល៉េះហើយអត់បានធ្វើបុណ្យដល់បានលោកទេពេលដែលប្តីធ្វើដំណើរទៅប្រពន្ធនេះបាននិយាយមួយព្រះទាំងបបិទ្ធសមណៈឥឡូវហ្នឹងកូនរបស់ព្រះអង្គអត់នៅទេខ្ញុំព្រះអង្គគ្មានពេលណាដាំបាយដាំទឹកប្រគិនទេសូមព្រះអង្គជប់យើងមកកន្លែងហ្នឹងមកហើយអញ្ចឹងឲ្យព្រះគឺជាម្ចាស់ក៏លោកលែងមកដល់គ្រប់7ខែឡំមិនបានប្តីសួរថានាងហើយចុះនៃហេតុអីបានជាប្រសង់ហើយនឹងព្រះជាម្ចាស់អត់បានមកបិណ្ឌបាតអញ្ចឹងខាងដឹងយ៉ាងម៉េចទេតាំងពីឯងទៅជួញទៅគាត់ព្រះលេងមកមកណាលេងមកទៅខ្ញុំដាំបាយចាក់ចោលដាំបាយចាក់ចោលថ្ងៃបើតាមការពិតត្រូវរហប៉ុន្តែនៅនិយាយអត់ប្រកាន់នេះព្រោះដឹងថាប្រពន្ធនឹងអត់ជឿបិណ្ឌបាតម្ល៉េះហើយតែទាំងពីរអ្នកហ្នឹងចែកផ្លូវគ្នាប្តីស្លាប់ទៅទៅកើតឋានសួគ៌ទៅប្រពន្ធស្លាប់ទៅទៅកើតនៅក្នុងនរកទៅអញ្ចឹងទេវតាជួយថែទាំរកទៅជុំប៉ុន្តែក្នុងពេលនេះគឺថាលោកអញ្ញាព្រមទាំងលោកជំទាវទាំងពីររូបគឺសត្វតែជាបាសបាសកាជាសមាធិប៉ុន្តែគឺកសលស្មើគ្នាមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានចាកៈស្មើគ្នានិងមានបញ្ញាស្មើគ្នាអញ្ចឹងប៉ុន្តែកសលនេះនឹងរុញច្រានគឺថាបាសបាសកាទាំងពីររូបនេះគឺថាចាប់ពីពេលនេះទៅគឺលែងក្រលែងលំបាកលែងវេទនាលែងបាត់បង់ទ្រព្យគឺសុទ្ធតែមានសេចក្តីចម្រើនគិតអ្វីចេះតែត្រូវដោយសារអំណាចដែលចេះនៃកុសលធម៌នេះហើយធ្វើបុណ្យធ្វើកុសលឲ្យច្រើនទៅស្លាប់ពីនឹងទៅកើតឋានសួគ៌បកឋានសួគ៌វិញមកកើតជាមហាសទ្ធិទៅពីមហាសទ្ធិទៅរហូតដល់ឋានសួគ៌ចេញពីឋានសួគ៌មហាសទ្ធិលែងក្រលែងលំបាករហូតដល់ទីបំផុតបានសម្រេចប្រណិពាននៅពេលណាព្រះពុទ្ធបានត្រាស់ឡើងដូច្នេះធម្មកថារបស់ខ្ញុំរកណាស្មារតីដែលបានសម្ដែងប្រារព្ធតាមពេលវេលានេះក៏រំលំសង្កត់តែចប់មុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមូលប្រមន់បុណ្យកុសលនេះលើកឡើងអតុជជនចំពោះបានដល់ព្រលឹងវិញ្ញាណក្ខន្ធបុព្វការីជនពុទ្ធមេតាបៃតាញាតិកាទាំង7សន្តានរបស់លោកប្រុសលោកស្រីព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលបានស្ដាប់ធម៌ធ្វើបុណ្យក្នុងពេលនេះសូមឲ្យបានសុខឲ្យបានចម្រើនម្យ៉ាងទៀតសូមចែកនៅមហាកុសលនេះបានដល់ពុទ្ធទេវតាគ្រប់ជាប់ថ្នាក់ទាំងអស់សូមទេវតា10000លោកធាតុអនុមោទនាត្រៃអរនៅបុណ្យកុសលហើយសូមជួយបីបាច់ថែរក្សានៅលោកអុកញ៉ាព្រមទាំងលោកជំទាវព្រមទាំងមេត្តាបិតាក្រុមគ្រួសារទាំងអស់ឲ្យបានសុខបានចម្រើនរស់ស៊ីមានបានតិចតិជុំគាត់ធ្វើដំណើរទៅកាន់ប្រទេសណាភូមិណាតែណាក៏សូមឲ្យបានទៅសុខចម្រើនទៅឲ្យគិតឲ្យចិត្តទៅត្រូវរកឲ្យចិត្តទៅធ្វើទៅចិត្តបានប្រកបនៅក្នុងបច្ចុប្បន្នកាលនេះក៏បីអាខាងឡើយ